គេថាទៅពេលយើងប្រឡងចាប់បាក់ឌុបឬក៏យើងប្រឡងចាប់ទី12ហើយគឺយើងដឹងតែស្រួលហើយតែនឹងគឺជារឿងដែលត្រឹមត្រូវមែនដែរឬទេជាងមិនសិនតែចង់ដឹងថាត្រូវឬមិនត្រូវឥឡូវយើងមកធ្វើការជជែកទាំងអស់គ្នាហើយខ្ញុំនឹងចែកម្លែកជាកំណត់មួយចំនួនទៅដល់បងប្អូនដែលទៅចាប់បាក់ឌុបឬចាប់ទី12ផងដែរដើម្បីត្រៀមខ្លួនថានៅពេលដែលយើងចាប់បាក់ឌុបឬយើងចាប់ទី12ហើយតើយើងនឹងគួរធ្វើអ្វីបន្តទៀតតើយើងនឹងមានគោលដៅអនាគតនិងមានគម្រោងអនាគតបែបណាទៀតដើម្បីអភិវឌ្ឍខ្លួនទៅកាន់ជំហានមួយទៀតផងដែរអញ្ចឹងសម្រាប់អ្នកខ្លះតែងតែគិតថានៅពេលដែលយើងចាប់បាក់ឌុបភ្លាមៗអញ្ចឹងយើងគួរតែសម្រាកសិនយើងគួរតែគេងឲ្យបានយូរម៉ោងយើងគួរតែចំណាយពេលដើរលេងលំហែកំសាន្តឬក៏ធ្វើអីសប្បាយចិត្តព្រោះថានៅពេលដែលយើងរៀនវាពិបាកអញ្ចឹងតាមពិតវាមិនខុសទេនៅពេលដែលយើងទៅចាប់បាក់ឌុបថ្មីថ្មោងអញ្ចឹងយើងគួរតែសម្រាកសិនទៅដើម្បីឆ្លាស់ខ្លួនឆ្លាស់កាយដើម្បីត្រៀមខ្លួនទៅលើការចាប់យកគោលដៅនិងដើរទៅកាន់ជំហានមួយទៀតផងដែរអញ្ចឹងត្រង់នេះគឺពិតជាមានសារៈសំខាន់ផងដែរដែលយើងត្រូវគិតគូរអញ្ចឹងអ្នកនរគ្នាព្រោះថាមនុស្សយើងម្នាក់ៗគឺតែងតែមានគោលដៅនិងមានផ្លូវដើររៀងៗខ្លួនអ្នកខ្លះនៅពេលដែលគាត់ចប់រៀនគាត់អាចនឹងទៅរៀនតទៀតដើម្បីយកចំណេះដឹងឲ្យបានកាន់ខ្ពង់ខ្ពស់កាន់តែល្អប្រសើរជាងមុនដើម្បីជង់ចាប់យកការបានកាន់តែល្អប្រសើរជាងមុនផងដែរសម្រាប់អ្នកខ្លះទៀតគឺគាត់អត់បានរៀនតទេគឺគាត់ចេញទៅធ្វើការប្រឡូកចូលក្នុងវិស័យការងារដើម្បីយកបទពិសោធន៍និងដើម្បីរកចំណូលដើម្បីមកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរចំណែកអ្នកខ្លះទៀតក៏ត្រៀមខ្លួនដើម្បីប្រឡងចូលក្របខ័ណ្ឌរដ្ឋឬក៏ប្រឡងចូលក្របខ័ណ្ឌគ្រូដើម្បីជង់ចាប់យកការផ្សេងៗក៏ដូចជាអ្នកខ្លះទៀតគឺគាត់អត់រៀនតគាត់ប្រឡងចូលក្របខ័ណ្ឌទេប៉ុន្តែគឺនៅពេលដែលគាត់រៀនចប់ភ្លាមគាត់អាចនឹងបន្តទៅលើអាជីវកម្មគ្រួសាររស់ស៊ីបន្តជំនាន់អីចឹងទៅអញ្ចឹងនេះគឺជាផ្លូវដើរផ្សេងៗពីគ្នាដែលទៅតាមគោលដៅរបស់មនុស្សយើងរៀងៗខ្លួនផងដែរប៉ុន្តែសំណួរនេះគឺសួរថាសម្រាប់យើងដែលជាអ្នករៀនចាប់ថ្មីថ្មោងនឹងតើយើងគួររើសផ្លូវដើរបែបណាដើម្បីឲ្យកាន់តែល្អប្រសើរនិងមានអនាគតវែងឆ្ងាយយ៉ាងទៅអញ្ចឹងបើសិនចេញពីជ្រុងរបស់ខ្ញុំទៅបើសិនតែសួរថាតើយើងគួររើសផ្លូវដើរមួយណាដែលល្អគឺខ្ញុំនឹងណែនាំអ្នកនរគ្នាទៅរៀនតទៀតទៅរៀនតកម្រិតបញ្ញាបត្រឬជំនាញណាមួយដើម្បីរៀនតទៀតដោយសារតែទីមួយយើងនឹងមានជំនាញច្បាស់លាស់ជាងមុនយើងនឹងមានចំណេះដឹងជ្រៅជ្រះនិងខ្ពង់ខ្ពស់ជាងមុនហើយនឹងយើងទទួលបានឱកាសច្រើនជាងមុននិងល្អប្រសើរជាងមុនផងដែរប៉ុន្តែក៏មានសំណួរមួយទៀតមកចោទសួរផងដែរថាចុះបើសិនជាខ្ញុំអត់មានលុយរៀនតផងខ្ញុំខ្វះខាតតើខ្ញុំគួរធ្វើដូចម្តេចចឹងត្រង់នេះដែរសម្រាប់ខ្ញុំគឺខ្ញុំមានជាចម្លើយជា idea មួយចំនួនដើម្បីអ្នកនរគ្នាយកទៅគិតនិងអាចពិចារណាគឺក៏អាចជាកន្លឹះដែលអ្នកនរគ្នាអាចនឹងចាប់ឱកាសផងដែរគឺថាបើសិនជាយើងខ្វះខាតទី1គឺយើងត្រូវរកឱកាសហារូបករណ៍ចឹងឱកាសហារូបករណ៍នឹងធ្វើឲ្យយើងទទួលបានឱកាសសម្រាប់ការរៀនបន្តនៅកម្រិតឧត្តមសិក្សាឬក៏បញ្ញាបត្រផងដែរព្រោះថាគេនឹងចេញថ្លៃសាលាឲ្យហើយនឹងតាមអត្ថប្រយោជន៍ផ្សេងៗទៅតាមប្រភេទអាហារូបករណ៍នីមួយៗព្រោះថាអាហារូបករណ៍នីមួយៗគឺមាន benefit ផ្សេងៗគ្នាហើយមានប្រភេទផ្សេងៗគ្នាផងដែរអញ្ចឹងដល់ពេលយើងទទួលបានឱកាសអាហារូបករណ៍ណាមួយយើងក៏ទទួលបានឱកាសរៀនតផងដែរមួយទៀតបើសិនជាយើងអត់ទទួលបានអាហារូបករណ៍ទេគឺយើងអាចធ្វើការបដៅរៀនតបដៅហើយនៅពេលដែលយើងគិតថាយើងចង់រៀនតគឺយើងមានសំណួរជាច្រើនដែលយើងតែងតែគិតដល់ថាតើយើងគួររៀនជំនាញមួយណាតើយើងគួររើសសាកលវិទ្យាល័យមួយណាដើម្បីរៀនអញ្ចឹងត្រង់នេះគឺជារឿងសំខាន់ផងដែរព្រោះថានៅពេលយើងរើសជំនាញមួយណាគឺយើងនឹងរស់នៅនឹងជំនាញមួយនឹងហើយតែសួរថាជំនាញណាល្អដែលយើងគួរជ្រើសរើសរៀនអញ្ចឹងសម្រាប់ចេញពីខ្ញុំទៅគឺជំនាញដែលល្អគឺជាជំនាញដែលមានទីផ្សារការងារខ្ពស់ហើយធ្វើម៉េចបានយើងដឹងថាជំនាញហ្នឹងគឺមានទីផ្សារការងារខ្ពស់គឺយើងត្រូវតែស្រាវជ្រាវដើម្បីយើងដឹងបានព័ត៌មានថាយើងគួររៀនជំនាញណាដើម្បីថាដល់ពេលរៀនចប់ទៅទីផ្សារការងារខ្ពស់ព្រោះថាដល់ពេលយើងរៀនចប់ហើយមានការងារល្អធ្វើអានឹងគឺជាក្តីសម័យរបស់យើងគ្រប់រូបហើយមួយទៀតអ្នកខ្លះគឺវល់ពលថាដឹងតែខ្លួនឯងគួររៀនជំនាញអីទេហើយអ្នកខ្លះក៏សួរខ្លួនឯងថាខ្ញុំស្រឡាញ់អីគេខ្ញុំចង់រៀនអីគេតាមពិតទៅនៅពេលអ្នករៀនចប់ទី12ភ្លាមៗនោះគឺអ្នកដឹងតែខ្លួនឯងស្រឡាញ់អីឬរៀនអីទេព្រោះអ្នកដឹងថានៅសង្គមបច្ចុប្បន្ននោះយើងមានឱកាសការងារណាខ្លះយើងមានការងារមាន position យើងមានជំនាញអីខ្លះទេអញ្ចឹងដើម្បីដឹងថាខ្លួនឯងចូលចិត្តអីចង់រៀនអីហ្នឹងគឺយើងต้องអង្គុយស្រាវជ្រាវពីជំនាញផ្សេងៗដែលនៅលើទីផ្សារការងារហ្នឹងអ្នកគ្នាទៅស្វែងយល់ពីបរិបទទៅតាម field ទៅតាម domain នីមួយៗថានៅក្នុងផ្នែកនេះវាមានជំនាញអីខ្លះវាមាន position ណាខ្លះដើម្បីថានៅពេលដែលយើងរៀនយើងដឹងថាអាហ្នឹងគេធ្វើពាក់ប៉ុណ្្នឹងអីធ្វើអំពីអីអញ្ចឹងហើយយើងទៅរៀនទៅយើងគិតថានៅពេល background យើងរៀនពីកម្រិតវិទ្យាល័យហ្នឹងយើងបកកែទៅលើមុខវិជ្ជាណាខ្លះអញ្ចឹងនៅពេលដែលយើងទៅរៀនគឺវាអាចស័ក្តិសមនឹងខ្លួនយើងផងដែរដែលធ្វើយើងអាចរើសជំនាញហ្នឹងបានត្រឹមត្រូវជៀសវាងយើងទៅរៀនតាមគ្នាឬក៏យើងរៀនតាម trend ឬក៏តាមអ្វីមួយឆាយើងទៅអញ្ចឹងយើងត្រូវសង្កេតមើលថាតើជំនាញណាដែលថាយើងអាចចាប់ឱកាសបានហើយត្រូវនឹងបុគ្គលិកលក្ខណៈនិងចំណេះដឹងរបស់យើងតែធ្វើយើងជ្រើសរើសវាហើយយើងមានអារម្មណ៍ថាសោកស្ដាយឬក៏យើងខកអំណងផងដែរ
ហើយសម្រាប់បច្ចុប្បន្នគឺអ្នកគេចង់ដឹងពីជំនាញណាចង់ដឹងពីព័ត៌មានអ្វីមួយគឺអ្នកគេអត់ពិបាកទេដោយសារតែយើងមានអ៊ីនធឺណិតយើងអាចស្រាវជ្រាវបានផ្សេងផងដែរហើយឯកសារក៏អត់ខ្វះក្នុងការស្រាវជ្រាវដែរជាពិសេសបើអ្នកគេចង់ដឹងទៀតថាជំនាញមួយនឹងគេរៀនលើមុខវិជ្ជាខ្លះអ្នកទាំងអស់គ្នាអាចស្រាវជ្រាវទៅលើសាកលវិទ្យាល័យមួយដើម្បីចូល website របស់គេដើម្បីមើលជំនាញហើយនឹងពិនិត្យមើលមុខវិជ្ជាថាជំនាញនឹងគេបង្រៀនទៅលើមុខវិជ្ជាខ្លះដែរអញ្ចឹងនឹងគឺជារឿងមួយដែលអ្នកគ្នាអាចស្រាវជ្រាវបន្ថែមបានផងដែរមួយទៀតការជ្រើសរើសជំនាញបានត្រឹមត្រូវក៏យើងមើលទៅលើ background របស់គ្រួសារយើងផងដែរតើគ្រួសារយើងប្រកបអាជីវកម្មបែបណាដែរឬក៏សមាជិកក្រុមគ្រួសារយើងក៏ប្រកបមុខរបរឬការងារបែបណាដែរព្រោះថានៅពេលដែលឧទាហរណ៍ថាគ្រួសារយើងប្រកបអាជីវកម្មនេះអញ្ចឹងបើសិនបើយើងទៅរើសយកជំនាញមួយនឹងហើយនៅពេលយើងរៀនចប់យើងអាចយកមកជួយអភិវឌ្ឍអាជីវកម្មគ្រួសារយើងបានកាន់តែរីកចម្រើនទៀតអានឹងក៏ជារឿងកាន់តែល្អម្យ៉ាងផងដែរតែសម្រាប់អ្នកខ្លះដែលចង់បើកឱកាសថ្មីឬក៏ចង់បើកផ្លូវដើរថ្មីគឺយើងអាចជ្រើសរើសជំនាញថ្មីបានផងដែរអត់អីទេគឺតាមការស្រឡាញ់ការចូលចិត្តរបស់យើងទៅប៉ុន្តែត្រូវប្រកាសថាយើងស្រឡាញ់វាហើយយើងអាចរៀនវាដល់ចប់ហើយទទួលបានសញ្ញាបត្រក៏ដូចជាទទួលបានចំណេះដឹងពិតប្រាកដនិងទទួលបានឱកាសដើម្បីអភិវឌ្ឍខ្លួនបន្តទៀតផងដែរដើម្បីឲ្យខ្លួនយើងកាន់តែរីកចម្រើនប៉ុន្តែយ៉ាងណាក៏ដោយទៅលើផ្លូវនៃការរៀនតកម្រិតឧត្តមសិក្សានេះបើសិនអ្នកគ្នាអាចចាប់យកឱកាសអាហារូបករណ៍បានគឺល្អមែនទែនមិនថាក្នុងស្រុកក៏ដោយក្រៅប្រទេសក៏ដោយឲ្យអ្នកគ្នាចាប់វាបានគឺពិតជាល្អមែនទែនផងដែរព្រោះថាបើសិនអ្នកគ្នាអត់ទទួលបានអាហារូបករណ៍ទេនៅក្នុងការរៀនតនឹងអ្នកគ្នាអាចនឹងចំណាយរៀងច្រើនបន្តិចប៉ុន្តែវាទៅតាមជំនាញនៅតាមសាកលវិទ្យាល័យដែរទេព្រោះថាជំនាញខ្លះវារៀងថ្លៃជំនាញខ្លះវាអត់សូវថ្លៃទេហើយសាកលវិទ្យាល័យក៏ដូចគ្នាដែរមានសាកលវិទ្យាល័យរដ្ឋនិងឯកជនហើយតម្លៃសិក្សាគឺខុសៗគ្នាផងដែរអញ្ចឹងត្រង់នេះគឺជាអ្វីអ្នកនាងត្រូវគិតគូរផងដែរទៅលើការចំណាយនឹងព្រោះថាការចំណាយនឹងគឺជាការវិនិយោគដ៏ត្រឹមត្រូវមួយព្រោះថាវាជាការវិនិយោគលើអនាគតដ៏វែងឆ្ងាយផងដែរព្រោះថានៅពេលយើងរៀនចប់នៅពេលយើងមានចំណេះដឹងពិតប្រាកដចំណេះដឹងជ្រៅជ្រះយើងនឹងអាចរកការងារបានដែលយើងអាចរកចំណូលបានច្រើនផងដែរនៅពេលដែលយើងទទួលបានឱកាសល្អណាមួយជាងទៅចឹងបកត្រឡប់មកវិញគឺយើងឆ្លើយតបទៅកាន់សំណួរដែលបានសួរនៅខាងដើមវីដេអូថាតើរៀនចប់ទី12ឬបាក់ឌុបនោះពិតជាស្រួលមានដែរឬទេតាមពិតទៅបើថាស្រួលក៏មិនត្រូវពិបាកក៏មិនត្រូវព្រោះថាយើងទើបតែចប់ជំហានទី1ទេនៅលើការរៀនចប់នឹងព្រោះថាយើងមានជំហានទី2ទី3ទៀតដែលយើងត្រូវដើរទៅមុខហើយអ្វីដែលសំខាន់ទន្ទឹមនឹងគ្នានេះដែរគឺថានៅពេលយើងរៀនចប់ភ្លាមអ្វីយើងត្រូវមានគឺនិទេស យើងត្រូវតែបាននិទេសយ៉ាងហោចណាស់ក៏ជាប់ពីនិទេសឡើងដែរហើយបើសិនជាបាននិទេសកាន់តែល្អដូចជានិទេស A ជាដើមហ្នឹងគឺឱកាសយើងបានកាន់តែច្រើនផងដែរក្នុងការចាប់យកអាហារូបករណ៍ផ្សេងៗហ្នឹងទៅហើយមួយទៀតក្រៅពីនិទេសហ្នឹងកាលពីការប្រឡងជាប់ហ្នឹងអ្នកនាងត្រូវតែមានចំណេះដឹងភាសាបរទេសមិនថាភាសាអង់គ្លេសភាសាបារាំងឬក៏ភាសាចិនឬភាសាផ្សេងៗទៀតក៏ដោយព្រោះថាភាសាបរទេសទាំងនេះក៏ជារឿងដ៏សំខាន់មួយដែរយើងត្រូវគិតគូរហើយមួយទៀតក្រៅពីចំណេះដឹងភាសាគឺអ្នកនាងត្រូវចេះទៅលើផ្នែកកុំព្យូទ័រផងដែរដូចជាកម្មវិធីមួយចំនួនក៏ដូចជាចំណេះដឹងទៅលើបច្ចេកវិទ្យាខ្លះៗផងដែរព្រោះថាដល់ពេលយើងបានប្រឡងជាប់យើងមានចំណេះដឹងភាសាហើយមានចំណេះដឹងកុំព្យូទ័រអានឹងគឺជារឿងល្អមែនទេដល់ពេលយើងបើកជំហានទៅមុខក៏កាន់តែងាយស្រួលផងដែរប៉ុន្តែអ្វីដែលសំខាន់ទន្ទឹមនឹងគ្នានេះដែរគឺជាសិលធម៌សុជីវធម៌ហើយនិងអត្តចរិតផងដែរព្រោះនៅពេលដែលយើងប្រឡូកក្នុងសង្គម3យ៉ាងហ្នឹងគឺមិនអាចអត់គ្នាបានទេដើម្បីយើងចូលសង្គមចោះអញ្ចឹងចេញពីជើងរបស់ខ្ញុំទៅគឺខ្ញុំមានការចែកលេខត្រួសតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំមានសំណួរមួយសួរត្រឡប់ទៅកាន់អ្នកនរវិញថាតើនៅពេលអ្នកនររៀនចប់បាក់ឌុបតើអ្នកនរមានគោលដៅបែបណាដែរតើអ្នកនររៀនតដែរទេហើយបើសិនរៀនតអ្នកនរជ្រើសរៀនជំនាញអ្វីដែរអាចខមមិននឹងក្រោមខ្ញុំដឹងផងហើយសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរចង់សិក្សាភាសាបារាំងភាសាអង់គ្លេសភាសាចិនឬក៏ជំនាញរចនាអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលមីបានជាមួយនឹងម្លាយសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញហើយបង្ហាត់បង្រៀនដោយលោកគ្រូសាស្ត្រាចារ្យមានបទពិសោធន៍ខ្ពស់ហើយសម្រាប់ការសិក្សាចំនួន2ភាសាឬក៏2មុខវិជ្ជាអ្នកគ្នានឹងទទួលបានការបញ្ចុះតម្លៃចំនួន 10% ផងដែរអញ្ចឹងជាចុងក្រោយអ្នកគ្នាកុំភ្លេចចុច like subscribe និង follow ទៅលើការទំព័ររបស់ជិបដរមីឬ Mi Center ផងដើម្បីទទួលបានការចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតហើយយើងនឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀត follow for more bye bye